ឃើញក្មួយគឺពិតជារំភើបណាស់ដែលបានអូនក្មួយគឺគាត់បានស្រឡាញ់នៃសិល្បៈភ្លេងបុរាណខ្មែរគឺភ្លេងពិណពាទ្យរបស់ខ្មែរយើងបាទអីគឺពិតជាមានមោទនភាពចំពោះបងប្អូនដែលរក្សានៃគុណតម្លៃនៃវប្បធម៌សិល្បៈបុរាណខ្មែរពីមុនគឺចេះតែមនុស្សចាស់ទេឥឡូវហ្នឹងគឺមិនថាចាស់ថាក្មេងទេបាទគឺប្រឹងបណ្ដុះបណ្ដាលដើម្បីឲ្យរៀនសូត្រដើម្បីទុកជាចំណេះដឹងទៅខាងមុខព្រោះដូចជាចាស់គឺគាត់មិនដឹងថាពេលណាទេដោយសារតែជីវិតយើងគឺមិនទៀងអញ្ចឹងឃើញបងប្អូនអញ្ចឹងគឺបងពិតជារំភើបនិងសប្បាយចិត្តណាស់ដែលបងប្អូនបានរៀនចេះដឹងនៃសិល្បៈភ្លេងខ្មែរគឺភ្លេងពិណពាទ្យរបស់យើងគឺមានរនាតមានស្គរមានអីគឺបើសិនជាយើងស្ដាប់ហើយយើងតាំងចិត្តទៅគឺពីរោះខ្លាំងណាស់បាទហើយក៏សូមជូនពរបងប្អូនសុខភាពល្អសំណាងល្អនៅក្នុងការរៀនសូត្រសូមឲ្យយកចិត្តទុកដាក់ដើម្បីការផ្សព្វផ្សាយវប្បធម៌មួយនេះដើម្បីឲ្យទៅមុខទៀតអរគុណច្រើន